ជំរាបសួរនិងសួស្តីអ្នកទាំងអស់គ្នាបាទជួបជាមួយខ្ញុំលីណាមួយជីវិតបាទបើខ្ញុំវិញជីវិតរោគក្រាដាច់លុយចាយជាទម្ងន់ហើយសម្រាប់គ្នាដែលអត់ follow និង subscribe channel YouTube និង TikTok ខ្ញុំមិនកុំភ្លេចជួយ subscribe និង follow ម្នាក់មួយផងបាទហើយថ្ងៃនេះដែរខ្ញុំមកធ្វើវីដេអូតាក់ទងនឹងករណីគ្នាយើងពេលដែលទុកឡានចោលហើយអត់បានដាក់ឡានចូលក្រាហើយឡានបាត់ទៅកន្លែង impound អញ្ចឹងសម្រាប់គ្នាយើងដែលគាត់អត់ដឹងថារកន្លែង impound តាមរបៀបណាអញ្ចឹងងាយស្រួលអ្នកគ្នាចូលទៅកាន់សាច់ដុំអិនដូចរាល់ដងមកហើយបន្ទាប់មកអ្នកគ្នាចូលរូបមនុស្សនៅខាងស្ដាំដៃយើងហ្នឹងមករូបមនុស្សមួយនេះអូខេហើយអ្នកគ្នាចូលទៅលើទូរស័ព្ទរបស់យើងមកហើយយើងរកអានេះអសញ្ញាពណ៌ក្រហម GPS របស់យើងមកអូខេយក public location បន្ទាប់មកអ្នកគ្នាយកអាទី3អាទី3ឃើញអត់ទី3អ្នកគ្នា start មកចាញ់មកវិញមើលទីតាំងឃើញអត់វាលោសញ្ញាក្រហមនៅលើ map យើងនេះ straight កោហ្នឹងពណ៌ក្រហមហ្នឹងគឺជាទីតាំងកន្លែង impound អញ្ចឹងខ្ញុំមកគៀកហ្នឹងតែម្ដងនេះដល់ហើយបែជីឡានចិត្តຕົកផ្ដាស់ចាឡានលោតចូល impound អញ្ចឹងអ្នកគ្នាសាច់ដុំវាយមកនេះវាដាក់ឡានរបស់ខ្ញុំមួយគ្រឿងនៅក្នុងហ្នឹងតែខ្ញុំអត់បានទុកវាអញ្ចឹងអ្នកគ្នា start មកអស់700បាទឡានតាក់ស៊ីនេះដល់អូខេឡានរបស់ខ្ញុំគឺនៅកន្លែងហ្នឹងឯងគឺឡានតាក់ស៊ីរបស់ខ្ញុំអញ្ចឹងងាយទេពេលអ្នកគ្នាបាត់ឡានហើយចង់បញ្ជាក់ថាករណីដល់គ្នាបាត់ឡានទី1ពេលដល់គ្នាចូលដេកអ្នកគ្នាមានឡានហើយចូលដេកអ្នកគ្នាអត់បានទុកឡាននៅក្នុងការ៉ាសត្រឹមត្រូវអញ្ចឹងទាមទារឲ្យអ្នកគ្នាចូលដេកគឺត្រូវតែដាក់ការ៉ាសដាក់ឡានចូលការ៉ាសហ្នឹងហើយឧទាហរណ៍អ្នកគ្នាផ្ទុះខួរចេញក្រៅហ្គេមបើអ្នកគ្នាអត់ដាក់ឡានចូលការ៉ាសទេឡានរបស់យើងនៅនឹងអត់បាត់ទៅណាទេអញ្ចឹងអ្នកផ្សេងទៀតគេអាចជីខ្ទេចខូចអញ្ចឹងវាលោតមក impound auto តែម្ដងអញ្ចឹងសម្រាប់គ្នាយើងដែលលេងនៅក្នុងក្រុងពេលមានឡានសូមទុកវាឲ្យបានត្រឹមត្រូវនៅក្នុងការ៉ាសឡានកុំឲ្យលោតមក impound អញ្ចឹងសម្រាប់វីដេអូរបស់ខ្ញុំគឺមានតែប៉ុណ្្នឹងទេកុំភ្លេចជួយ follow និង subscribe channel YouTube ឲ្យខ្ញុំម្នាក់មួយដើម្បីខ្ញុំធ្វើវីដេអូបន្ទាប់ទៀតអញ្ចឹងវីដេអូរបស់ខ្ញុំមានតែប៉ុណ្្នឹងទេបាយបាយស្រឡាញ់អ្នកគ្នាពេញបេះដូង